នៅក្នុងឆ្នាំ2010កន្លងមកនេះព្រៃសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាបានសម្រេចកិច្ចការរបស់ខ្លួនទៅតាមផ្នែកនីមួយៗដើម្បីបម្រើពន្ធកិច្ចគ្រប់ជ្រុងជ្រោយដល់សមាជិកនិងរូបកាយនៃព្រះគ្រីស្ទនៅកម្ពុជានៅក្នុងនោះព្រៃសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាបានចុះជួបសួរសុខទុក្ខក្រុមជំនុំជាសមាជិកនិងមិនមែនជាសមាជិកចំនួន7លើកគឺនៅខេត្តកំពង់ធំថ្ងៃទី16ខែមករាខេត្តតាកែវនៅថ្ងៃទី25ខែមីនាខេត្តកំពតនៅថ្ងៃទី26ខែមីនាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី23ខែមេសាខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុនៅថ្ងៃទី19ដល់20ខែឧសភានិងខេត្តកំពង់ចាមនៅថ្ងៃទី11ខែឧសភាក្រៅពីការចុះជួបសួរសុខទុក្ខព្រៃសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាមានសកម្មភាពជាច្រើនទៀតដូចជាអង្គមហាសន្និបាតព្រៃសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាលើកទី14នៅថ្ងៃទី24ដល់ថ្ងៃទី26ខែកុម្ភៈដែលបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនយោបាយសម្រាប់អាណត្តិថ្មីកិច្ចប្រជុំនៃការវិយតម្លៃសមត្ថភាពដោយអង្គការខ្លួនឯងតែប្រើឧបករណ៍មួយហៅថាកាសានៅថ្ងៃទី14ដល់ថ្ងៃ16ខែកក្កដាដែលមានការដាក់ពិន្ទុនិងការឆ្លុះបញ្ចាំងពីការងារឲ្យត្រូវនឹងនិមិត្តនិងបេសកកម្មរបស់បកកកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំរបស់គណៈកម្មាធិការនយោបាយព្រៃសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជានៅខេត្តព្រះសីហនុនៅថ្ងៃទី14ដល់17ខែកញ្ញាប្រជុំទៅលើផែនការយុទ្ធសាស្ត្រនិងអនុម័តលើកិច្ចការមួយចំនួនវគ្គបណ្ដុះបណ្ដាលការផ្លាស់ប្រែជីវិតការងារចំនួន3លើកនៅភ្នំពេញនៅថ្ងៃទី6ដល់7ខែឧសភាវគ្គទី1ថ្ងៃទី18ដល់ថ្ងៃទី19ខែតុលាវគ្គទី2និងនៅបាត់ដំបងវគ្គទី1ថ្ងៃទី21ដល់ថ្ងៃទី22ខែតុលាដែលជាវគ្គបណ្ដុះបណ្ដាលផ្ដោតទៅលើមុខជំនួញនិងការចូលរួមខួប100ឆ្នាំនៃការបញ្ជូនបេសកជនពីទីក្រុង Edinburgh ប្រទេសអង់គ្លេសដែលប្រារព្ធឡើងនៅទីក្រុង Tokyo ប្រទេសជប៉ុនទិវាសិទ្ធិនារី8មីនាបានធ្វើឡើងដើម្បីរួមប្រកបដោយមានការចូលរួមពីបណ្ដាក្រុមជំនុំជាច្រើនដែលមកពីកន្លែងផ្សេងៗគ្នាវគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំតាមតំបន់ចំនួន3លើកទី1នៅថ្ងៃទី17ដល់19ខែកុម្ភៈលើកទី2នៅថ្ងៃទី26ដល់ថ្ងៃទី29ខែមេសានិងលើកទី3នៅថ្ងៃទី12ដល់15ខែតុលាដល់ស្ត្រីនិងបុរសអ្នកដឹកនាំគ្រូកងវិលនិងអង្គការដែលស្ថិតនៅក្នុងតំបន់គោលដៅវគ្គពិគ្រោះផ្លូវចិត្តបឋមនៅថ្ងៃទី10ដល់11ខែតុលានិងមហាសន្និបាតស្នងការស្ត្រីលើកទី13នៅថ្ងៃទី6ដល់9ខែកក្កដាដោយមានការចូលរួមពីលោកជំទាវប្រច័ន្ទសុខាជាអភិបាលរងខេត្តព្រះសីហនុការបោះជំរំភាសាអង់គ្លេសនៅថ្ងៃទី4ដល់ថ្ងៃទី5ខែកុម្ភៈជាផ្នែកមួយជួយដល់យុវជនបង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសការប្រកួតបាល់ហ្វូសាលចំនួន2លើកទី1នៅថ្ងៃទី12ខែមិថុនាលើកទី2នៅថ្ងៃទី14ខែវិច្ឆិកាដោយមានការចូលរួមពីយុវជនមកពីបណ្ដាក្រុមជំនុំផ្សេងការចូលរួមសម្អាតបរិស្ថាននៅថ្ងៃទី10ខែកក្កដាការទទួលសញ្ញាបត្ររបស់សិស្សរស្មីពេជ្រនៅថ្ងៃទី2ខែសីហាដែលពួកគេបានខំប្រឹងប្រែងអស់រយៈពេល1ឆ្នាំពេញនិងការបោះជំរំបងធម៌នៅថ្ងៃទី28ដល់30ខែតុលាជាការជួយឲ្យបងធម៌បង្កើនភាពស្និទ្ធស្នាលនិងការយកចិត្តទុកដាក់ក្នុងការមើលថែប្អូនមិនត្រឹមតែប៉ុណ្ណោះកម្មវិធីគ្រួសារគ្រូគង្វាលរីករាយបានធ្វើឡើងកាលពីថ្ងៃទី25ដល់ថ្ងៃទី27ខែមីនាដើម្បីរួមប្រកបនិងរៀនពីគ្នាទៅវិញទៅមកវគ្គពិធីការកុមារនិងពិធីបិទវគ្គដែលធ្វើឡើងនៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី10ដល់11ខែវិច្ឆិកានិងនៅខេត្តព្រះសីហនុថ្ងៃទី24ដល់ថ្ងៃទី26ខែវិច្ឆិកាដែលពួកគេបានបដិញ្ញាចិត្តថានឹងយកមេរៀនដែលបានរៀនជួយដល់កុមារនៅក្នុងសហគមន៍ដែលពួកគេរស់នៅនិងស្ថាប័នដែលពួកគេបម្រើការងារ
កិច្ចប្រជុំបណ្ដាញការងារដើម្បីកុមារដែលមានការផ្លាស់ប្ដូរយោបល់និងស្វែងរកមធ្យោបាយថ្មីៗដើម្បីជួយដល់កុមារដែលងាយរងគ្រោះនៅកម្ពុជាវគ្គបណ្ដុះបណ្ដាលគ្រូកុមារសាលាថ្ងៃអាទិត្យជាការរួមចំណែកក្នុងការបំពាក់បំពន់គ្រូកុមារឲ្យមានចំណេះដឹងថ្មីៗក្នុងការបម្រើពន្ធកិច្ចកុមារនៅតាមក្រុមជំនុំទិវាសិទ្ធិកុមារអន្តរជាតិបានប្រារព្ធកាលពីថ្ងៃទី1មិថុនានៅខេត្តពោធិ៍សាត់ដើម្បីបង្ហាញឲ្យពួកគេដឹងថាកុមារជាមនុស្សពិសេសនៅក្នុងសង្គមដោយឡែកកាលពីថ្ងៃទី1ខែឧសភាយើងបានចុះចែកអំណោយសប្បុរសធម៌ដល់ជនរងគ្រោះដោយភ្លើងឆេះផ្ទះនៅទីក្រុងភ្នំពេញនិងដល់គ្រូគង្វាលតាយណារ៉ូដែលព្រះវិហារនិងផ្ទះរបស់គាត់ត្រូវភ្លើងឆេះកាលពីថ្ងៃទី3ខែឧសភានៅខេត្តកំពង់ធំការហ្វឹកហ្វឺនបណ្ដាញសង្គ្រោះនិងគ្រប់គ្រងគ្រោះមហន្តរាយនិងការចុះទៅតាមតំបន់គោលដៅដែលជាការជួយដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលងាយរងគ្រោះឲ្យចេះត្រៀមបង្ការនៅថ្ងៃទី5ខែកក្កដាក៏បានចុះចែកស្រូវពូជនៅស្រុកប្រាសាទសម្បូរនិងស្រុកសណ្ដានដល់ប្រជាពលរដ្ឋដែលបានខូចដំណាំស្រូវដោយទឹកជំនន់និងខ្យល់ព្យុះកេតសាណាមួយវិញទៀតក្នុងការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដោយឧបទ្ទវហេតុនៅស្ពានកោះពេជ្រយើងបានប្រមូលមូលនិធិឲ្យបានចែកជូនដល់ជនរងគ្រោះដែលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ4គឺមន្ទីរពេទ្យព្រះកុសុមៈមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យព្រះកេតូមេលានិងមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតនៅថ្ងៃទី2ដល់ថ្ងៃទី3ខែធ្នូកន្លងមកនេះជាលទ្ធផលក្រុមជំនុំដែលជាសមាជិកនិងមិនមែនជាសមាជិកបានទទួលការយកចិត្តទុកដាក់ការសហការនិងការរួបរวมពីសំណាក់ព្រៃសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជាស្ត្រីបានទទួលការលើកកម្ពស់និងទទួលស្គាល់ថាពួកគាត់ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រូគង្វាលនិងអ្នកដឹកនាំបានទទួលចំណេះដឹងក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងការគ្រប់គ្រងគ្រួសាររបស់ពួកគាត់ឲ្យមានដំណើរការល្អយុវជនទទួលបានចំណេះដឹងក្នុងការអភិវឌ្ឍខ្លួនស្គាល់ពីតម្លៃនៃពេលវេលារីកចម្រើនក្នុងភាពពេញវ័យខាងព្រលឹងវិញ្ញាណនិងអត្តចរិតនៅក្នុងគ្រួសារនិងសង្គមកុមារបានទទួលការយកចិត្តទុកដាក់ខ្ពស់បណ្ដាស្ថាប័នដែលធ្វើការជាមួយកុមារដែលងាយរងគ្រោះបានទទួលចំណេះដឹងនិងបទពិសោធន៍ថ្មីៗដើម្បីបំពេញការងាររបស់ពួកគាត់ឲ្យមានប្រសិទ្ធភាពយើងបានចូលរួមចំណែកជួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងសហគមន៍ដែលរងគ្រោះដោយធម្មជាតិឧបទ្ទវហេតុបានទទួលការយកចិត្តទុកដាក់និងសេចក្តីស្រឡាញ់ដោយមានការរួមចំណែកជាថវិកានិងសម្ភារៈពីសហគមន៍គ្រីស្ទបរិស័ទនៅកម្ពុជា